ជា30 ទៅ 40% គឺអាចការពារបានដោយការទៅឆែកសុខភាពមុនឆែកសុខភាពទប់ស្កាត់មុនហ្នឹងឯងអញ្ចឹងណាscreening យើងធ្វើសម្រាប់អ្នកដែលមានសុខភាពល្អឬអ្នកដែលគាត់មាន high risk អ្នកដែលគាត់មាន lifestyle របស់គាត់ដែលអាចហានិភ័យកើតមហារីកច្រើនឬក៏អ្នកដែលគាត់ធ្លាប់មានប្រវត្តិគុំគ្រួសារមានជំងឺមហារីកឬក៏អ្នកដែលគាត់មានសុខភាពល្អដល់វ័យមួយដែលគាត់ឬក៏គាត់ចង់ឆែកសុខភាពឆែកហៅមេរោគមហារីកនៅដំណាក់កាលដំបូងនឹងគេហៅថា cancer screening គឺមើលពីក្រៅសុខភាពល្អហើយគាត់ខ្លួនឯងគាត់ក៏ feeling good អត់មានលទ្ធផលអត់មានរោគសញ្ញាអីទាំងអស់អញ្ចឹងទៅដោយការបារម្ភគាត់ក៏ទៅពិនិត្យសុខភាពដើម្បីរករមហារីកនៅដំណាក់កាលដំបូងគេហៅថា cancer screening គឺការវិភាគដើម្បីរកជំងឺមហារីកនោះគឺហៅថាធ្វើរោគវិនិច្ឆ័យជំងឺមហារីកនោះគឺសម្រាប់អ្នកដែលគាត់មានរោគសញ្ញារួចស្រេចទៅហើយអញ្ចឹងមហារីកជាទូទៅកាលណាយើងរងចាំរហូតដល់មានរោគសញ្ញាភាគច្រើនពេលរកឃើញជាមហារីកវាជាដំណាក់កាលយើងខ្ពស់គួរសមឡើងទៅហើយអញ្ចឹងអត្រាជាដាច់ក៏វាបើយើងនិយាយទៅក៏ធៀបគ្នាជាមួយនឹងកាលអត់តមានរោគសញ្ញាក៏តិចជាងដែរអញ្ចឹងណាអញ្ចឹងហើយបានពិភពលោកអង្គការសុខភាពពិភពលោកលើកទឹកចិត្តឲ្យប្រជាជនពិភពលោកទាំងអស់ដែលនៅមានសុខភាពល្អហ្នឹងឬក៏អ្នកដែលមាន lifestyle ដែលមានហានិភ័យឬក៏អ្នកដែលមានប្រវត្តិគុំគ្រួសារធ្លាប់មានមហារីកឬអ្នកសុខភាពល្អចេះអត់មានរោគសញ្ញាអីទាំងអស់ហ្នឹងគឺថាអាសាទៅពេទ្យឆែកពិនិត្យសុខភាពយ៉ាងហោចណាស់មួយឆ្នាំបានម្ដងផលប្រយោជន៍របស់វាគឺយើងអាចរករោគមហារីកនៅដំណាក់កាលដំបូងឃើញហ្នឹងហើយកាលណាយើងអត់មានរោគសញ្ញាអញ្ចឹងភាគច្រើនកាលណាឃើញនៅដំណាក់កាលដំបូងខ្លាំងហើយដែលឱកាសព្យាបាលឲ្យជាដាច់ហ្នឹងគឺខ្ពស់មែនតើណារហូតដល់តាំងតែ